សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមករៀនអំពីរបៀបបញ្ចូល keyboard ភាសាចិនដើម្បីយើងវាយភាសាចិនបាននៅក្នុងកម្មវិធី Word អញ្ចឹងយើងត្រូវបញ្ចូលភាសានៅក្នុង keyboard សិនអញ្ចឹងដើម្បីបញ្ចូលបានទី1គឺយើងចូលមកកាន់ Taskbar ខាងក្រោមនេះមកកន្លែងដែលយើងបដូរភាសាហ្នឹងយើងចុចទៅលើវាហើយយើងយកពាក្យ language reference អូខេបន្ទាប់ពីយើងចូលមកដល់ចំណុចនេះហើយយើងចុចកន្លែងសញ្ញាខ្វែងនេះមកនេះគឺយើងបូកបន្ថែមទៅលើ keyboard ទៀតណាភាសាទៅលើភាសាដែលយើងចង់បាននៅលើ computer ខ្ញុំនេះគឺមាន2មានអង់គ្លេសហើយនិងភាសាខ្មែរឥឡូវយើងចង់បញ្ចូលភាសាចិនមួយទៀតដើម្បីយើងអាចវាយនៅក្នុងកម្មវិធី Word របស់យើងបានពេលចឹងកន្លែងនេះយើង search មកគឺយើង search Chinese អូខេនេះចឹងវាចេញមកច្រើនចាស់អញ្ចឹងតែយើងគួរយកមួយណាអញ្ចឹងអ្នកនរគ្នាយកនេះមកលើគេហ្នឹង Chinese Simplify China នេះមកចុចទៅលើវាហើយយើងចុចពាក្យថា next អូខេបន្ទាប់ពីយើងចុចពាក្យថា next ហើយយើងចុចយកពាក្យថា install អញ្ចឹងវាកំពុងតែដំឡើងឲ្យយើងណាអញ្ចឹងប៉ុណ្ណឹងយើងចុចខ្វែងវាចេញទៅអញ្ចឹងយើងអាចដាក់វាយភាសាចិនបានឥឡូវខ្ញុំវាយបង្ហាញអ្នកនរគ្នាឲ្យមើលថាវាយ៉ាងម៉េចខ្ញុំបង្ហាញខ្ញុំវាយភាសាចិនអញ្ចឹងខ្ញុំដូរភាសាមកខ្ញុំចូលមកដូរកន្លែងដូរភាសារបស់យើងហ្នឹងយើងយក Chinese អូខេឥឡូវយើងវាយពាក្យនេះហៅនេះតែគឺចេញណាហ្នឹងហើយអញ្ចឹងបើសិនជាយើងចង់បានវាយើងคลิกទៅលើវាក៏បានឬក៏យើងប្រើទៅលើ keyboard មានលេខ1លេខ2អញ្ចឹងទៅណាយើងចង់បានពាក្យមួយណាពាក្យណាដែលយើងចង់បានឬថាយើងចង់បានលេខ1ហ្នឹងយើងចុចទៅលើ keyboard លេខ1ក៏បានយើងคลิกទៅលើវាចេញក៏បានដែរនេះគឺបានដូចគ្នាបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយ